ការកាត់ស្លឹកគឺជាការបង្វិលសារធាតុចិញ្ចឹមទាំងអស់ដែលផ្ដល់ទៅឲ្យស្លឹកមិនបានការហ្នឹងវាដូរទិសមកផ្ដល់សារធាតុចិញ្ចឹមទៅដល់ផ្លែវិញថ្ងៃនេះខ្ញុំមានវីដេអូថ្មីចែកម្លែកទៅកាន់បងប្អូនអំពីរបៀបនៃការកាត់ស្លឹកប៉េងប៉ោះហ្នឹងតើគេកាត់យ៉ាងដូចម្ដេចដើម្បីឲ្យប៉េងប៉ោះហ្នឹងទទួលបានផលល្អអញ្ចឹងការពិតទៅការកាត់ស្លឹកគ្រាន់តែជាផ្នែកមួយជំនួយដល់ប៉េងប៉ោះដើម្បីឲ្យផ្លែហ្នឹងវាមាំល្អវាមានគីឡូធ្ងន់ហើយនឹងវាទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់អញ្ចឹងទៅហើយការកាត់ស្លឹកវាពេលយើងកាត់ហើយគឺការបដូរទិសដៅនៃសារធាតុចិញ្ចឹមហ្នឹងដែលផ្ដល់ឲ្យស្លឹកដែលមិនបានការខាងក្រោមហ្នឹងបដូរមកដល់ផ្លែវិញអញ្ចឹងណាបងប្អូនហើយការកាត់យើងមិនមែនចេះតែកាត់ទេបងប្អូនទៅទស្សនាអំពីរបៀបនៃការកំណត់ស្លឹកជាមុនសិនបងប្អូនបាទចង្អាមនេះគឺជាបដូលពីក្រោមមកយើងរាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
មានចំនួន13ស្លាកអញ្ចឹងដើម្បីឲ្យពេញប៉ោះនឹងល្អគឺយើងទុកចន្លោះពី10ស្លាកទៅ15ស្លាកអញ្ចឹងយើងអាចកាត់ទុក12ក៏បានដែរបើសិនជាហៅស៊ឺនេះទៀតយើងទុកត្រឹម12ឬក៏11ស្លាកបានហើយរបៀបនៃការកំណត់ស្លាកខ្ញុំបានធ្វើច្រើនវីដេអូហើយវីដេអូចាស់បងប្អូនអាចទៅទស្សនាបានអំពីរបៀបនៃការកំណត់ស្លឹកហ្នឹងយកប្រមាណអីប្រមាណបងប្អូនអាចទៅមើលវីដេអូចាស់បានហើយដើម្បីកាត់ស្លឹកឲ្យស្អាតល្អបងប្អូនត្រូវមានកាំបិតនេះមួយកាំបិតនេះគឺមានសារៈសំខាន់ដែរក្នុងការកាត់ពីព្រោះបើសិនជាកាំបិតអត់មុតទេវាធ្វើឲ្យដើមពេញប៉ោះហ្នឹងវាមានរបួសមានស្នាមវាអាចនឹងធ្វើឲ្យលបកសម្បកអីអញ្ចឹងណាបងប្អូនអញ្ចឹងវាធ្វើឲ្យពេញប៉ោះហ្នឹងវារលួយដើមលែងមុខកបិតហ្នឹងបងប្អូនហើយការកាត់ស្លឹកមុននឹងកាត់ស្លឹកគឺយើងត្រូវទម្លាក់ដើមឲ្យស្មើបែបនេះបងប្អូនគឺយើងត្រូវទម្លាក់ដើមវាអញ្ចឹងហើយបានពេញប៉ោះហ្នឹងវាមានប្រវែងវែងហើយការទម្លាក់ដើមនេះគឺយើងត្រូវការឲ្យស្មើគ្នាទាំងអស់ដើម្បីឲ្យយើងកាត់ស្លឹកទៅវាកំណត់បានថា12ស្លឹក13ស្លឹកដូចគ្នាអញ្ចឹងទៅបងប្អូនអញ្ចឹងយើងកំណត់ពីខាងលើទេដំបូងនោះកំណត់ឲ្យស្មើគ្នាហើយបានយើងកាត់ខាងក្រោមឲ្យស្មើគ្នាដែរពេលវាលូតលាស់គឺវាខ្ពស់ទាបអញ្ចឹងបងប្អូនពេលយើងទម្លាក់ហើយបានវាស្មើហើយហៅស៊ឺ7 8ខ្នង7ខ្នងមួយខ្នងមាន4ជួរគឺយើងទម្លាក់បែបហ្នឹងយើងប្រើរយៈពេលប្រហែលជា2ថ្ងៃកន្លះគ្នា2នាក់ដើម្បីទម្លាក់ដើមហ្នឹងឲ្យស្មើហើយបានយើងកាត់ស្លឹកវាបងប្អូនហើយការកាត់ស្លឹកវាអាចខុសគ្នាតិចតួចខ្លះ11ខ្លះ12យ៉ាងទៅខ្លះ13យ៉ាងទៅវាអាចខុសគ្នាតិចតួចអញ្ចឹងបងប្អូនហើយការកាត់បងប្អូនមើលទៅការកាត់គឺស្នាមមុខកបិតគឺដាច់មិត្តមួយកបិតគឺត្រូវតែដាច់អញ្ចឹងហ្មងដើម្បីអីដើម្បីកុំឲ្យពេលយើងកាត់អត់មុតទៅវាធ្វើឲ្យលបកសម្បកវាហ្នឹងណាមានមេរោគទុំជាប់នៅទីហ្នឹងវាអាចឆ្លងរោគទៅកាន់ពេញប៉ោះហ្នឹងហើយការកាត់ស្លឹកនេះគឺយើងមានជាអកុលទៀតបងប្អូនអកុលជាលក់កបិតណាពេលយើងកាត់4 10ដើមអញ្ចឹងទៅយើងយកកបិតហ្នឹងទៅជាលក់អកុលហ្នឹងតិចអញ្ចឹងទៅហើយនេះបន្ទាប់ពីយើងកាត់ហើយគឺវាបែបហ្នឹងបងប្អូនកាត់ហើយគឺវាទទួលបានពន្លឺគ្រប់គ្រាន់យើងងាយស្រួលក្នុងការកាត់ស្លឹកហើយការកាត់ស្លឹកនេះវាអាចវិលជុំបងប្អូនពេលយើងកាត់ស្លឹកហើយគឺយើងបេះផ្លែហើយយើងទម្លាក់ដើមរុំដើមដូចដែលបងប្អូនឃើញមុនអញ្ចឹងទម្លាក់ដើមបែបហ្នឹងហើយគឺយើងចាប់ដើមកាត់ស្លឹកទៀតហើយកាត់ស្លឹកហើយគឺយើងបេះផ្លែទៀតហើយគឺការងារ2នាក់គឺវិលជុំតែម្ដងបងប្អូនការងារនៅក្នុងប្រទេសកូរ៉េនេះហៅស៊ឺ7ខ្នងនេះធ្វើគ្នា2នាក់គឺការងារវិលជុំបែបហ្នឹងហើយដើមចេះតែលូតទៅលើទៅចេះតែចេញផ្កាចេញក្តឹបថ្មីមកអាក្រមនេះគឺចេះតែកាត់អញ្ចឹងទៅកាត់ផ្លែប្រមូលផលអញ្ចឹងទៅបងប្អូនហើយបើបងប្អូនគាំទ្រការផលិតវីដេអូតាក់ទងជាមួយនឹងចំណេះដឹងកសិកម្មបែបនេះបងប្អូនជួយ share វីដេអូម្នាក់មួយផងដើម្បីឲ្យបងប្អូនដទៃបានទស្សនាផងពីព្រោះប្រទេសយើងគឺត្រូវការខ្លាំងណាស់តាក់ទងជាមួយនឹងចំណេះដឹងកសិកម្មបែបនេះដើម្បីអភិវឌ្ឍប្រទេសយើងអញ្ចឹងណាបងប្អូនហើយអរគុណជំរាបលាបងប្អូន3ផ្លែនេះ1គីឡូនេះ